កម្ពុជាតវ៉ាឲ្យថៃដកចេញនូវការចុះបញ្ជីខុសច្បាប់លើប្រាសាទរបស់ខ្មែរតាមព្រំដែនក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី13ខែឧសភាឆ្នាំ2026នេះបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លានិងបដិសេធដាច់អហង្ការចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃដែលបានចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នារនិងស្ថានីយ៍បុរាណវិទ្យាផ្សេងៗទៀតស្ថិតនៅក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ថៃក្រសួងបានបញ្ជាក់ថាទីតាំងទាំងនោះស្ថិតនៅតាមបណ្ដោយព្រំដែននិងស្ថិតក្រោមអធិបតេយ្យភាពពេញលេញរបស់កម្ពុជាសកម្មភាពឯកតោភាគីរបស់ថៃនេះត្រូវបានកម្ពុជាចាត់ទុកជាទង្វើខុសច្បាប់ឥតប្រយោជន៍និងគ្មានអានុភាពផ្លូវច្បាប់ក្រសួងបានបន្ថែមថាការចុះបញ្ជីនេះមិនអាចប្រើជាភស្តុតាងសម្រាប់អធិបតេយ្យភាពទឹកដីឬជាឧបករណ៍សម្រាប់កំណត់ព្រំដែនបានឡើយកម្ពុជាបានរំលឹកថាបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមច្បាប់អន្តរជាតិជាពិសេសសន្ធិសញ្ញា1907និងយន្តការទ្វេភាគីដែលមានស្រាប់កម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលថៃដកចេញជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះដើម្បីរក្សាស្មារតីសន្តិនិកដោយសន្តិវិធីនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ